សូមនមស្ការចំពោះព្រះភគវន្តមនីអរហង្គសម្មាសម្ពុទ្ធអង្គនោះព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពសូមនមស្ការចំពោះព្រះពុទ្ធាភិមង្គលបរិជាគណៈថ្នាក់កិត្តិយសព្រះអនុគន្ធស្ដីទីស្រុកកំពង់រោដែលត្រូវជាបច្ចៅអាវាសព្រមទាំងឯកឧត្តមលោកជំទាវលោកមានសទ្ធាជ្រះថ្លាបានរៀបចំតាមលំដាប់លំដោយមុខក្រោយកិច្ចមានពិធីសែនព្រេនពិធីយកបាយនីពិធីបវលពិធីពពិលពិធីគួយពលឹងជាដើមពិធីនេះបើយើងលើកទៅតាមក្បួនខ្នាតទៅវែងឆ្ងាយគ្រាន់តែថាកិច្ចនេះយើងនឹករលឹកកាលពីចំនួនព្រះសម្មាសម្ពុទ្ធមាននាគមួយចង់បួសពេកក៏កាឡាខ្លួនជាមនុស្សហើយសូមភិក្ខុឧបសម្បទាក៏នោះព្រះអង្គមិនទាន់បញ្ញត្តិទេដល់ពេលឧបសម្បទាហើយធម្មតាជាតិជាដេរឆានគឺវាត្រូវប្រែកាឡាវិញហើយដល់ពេលថ្ងៃត្រង់ឆាន់ចប់សពគ្រប់ហើយទៅសឹងតសឹងកាលណាតសឹងលួទៅវាភ្លេចខ្លួនវាទៅជាคล้ายជានាគពោះវិញទៅដែរទៅវិខុសង្ឃទាំងឡាយឃើញចឹងភ័យតក់ស្លុតបានលើដំណឹងដល់ព្រះសម្មាសម្ពុទ្ធបានព្រះអង្គបញ្ញត្តិហើយពេលនោះមកនាគហ្នឹងក៏សុំថាបើមានការបួសការអីនឹកដល់នាគផងផ្សាយបុណ្យឲ្យខ្លួនផងដើម្បីឲ្យខ្លួនហ្នឹងបានរួចពីអត្តភាពជាសត្វដេរឆានបានមកកើតជាមនុស្សនៅចំណុចទៅហ្នឹងខ្ញុំណាការបួសនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាទុបបច្ចੰទុបបច្ចੰហ្នឹងបានន័យថាការបួសក្រមិនសតើបួសបានទាំងអស់គ្នាទេបួសនេះបានតែជាមនុស្សនឹងជាបរោះទៀតចឹងបានគ្រូសូត្របុរិសោសេនេះអ្នកជាបរោះអត់ហ្នឹងហើយបើជាសត្វដេរឆានមិនសត្វដេរឆាននេះសូម្បីតែទេវតាព្រំប្រអិនក៏បួសមិនបានដែរបួសមិនបានទេញាតិញោមដែលឃើញទេវតាប្រអិនណាចុះមកបួសដូចយើងនេះមិនបានទេចឹងបានព្រះលោកសម្ដែងថាទុបបច្ចੰមិនងាយនឹងបួសទៀតហើយបើក្នុងកិច្ចសោតមែនតែនបួសហ្នឹងគេហៅថាមនុស្សស្អាតតែហ្មងសូម្បីតែស្រែងខ្លុំឲ្យបួសផងគាត់ដូរកីឡាសោសាសោចាំសួរគ្រូសោតព្រោះទេខ្លីទេព្រោះបួសហើយចាំឲ្យព្រះអនុគន្ធលោកឧបឈានបង្រៀនតែហ្មងបើនិយាយតាមវិន័យតាមអីវែងដោយសារពេលវេលាអញ្ចឹងអ្នកបួសហ្នឹងបើនិយាយរួមសូម្បីតែស្រែងខ្លុំកំបន្តិចក៏ឲ្យបួសដែរសួរសិនឧបជាអង្គុយអ្នកសោតសួរទៅនៅឯងមានខ្លុំមានកំអត់ថាបើមានអញ្ចឹងឈប់អាលបួសទៅព្យាបាលសិនព្យាបាលឲ្យរួចបានមកបួសវិញណាដាច់និយាយរួមស្លាកស្នាមអីក៏មិនងាយទេអញ្ចឹងបានតែស្អាតតែហ្មង
តែគ្រាន់តែអនុលោមអញ្ចឹងទៅបើអនុលោមនឹងគ្រាន់តែលើកខ្លីទុបបច្ចញ្ញចឹងបានបងចាក់សំចេះតែទៅថាលើកទឹកចិត្តគាត់ទៅថាមិនគ្រប់គ្នានឹងសិតតែចង់បួសទេសិតតែបានបួសទេជួនកាលចិត្តចង់បួសប៉ុន្តែកតាជីវភាពកតាមេត្តាបិតាកតាសង្គមអីចឹងទៅក៏មិនបានបួសហើយមួយទៀតក៏ផ្ដាំព្រះអង្គលើកទឹកចិត្តគាត់ថាកុំកំណត់ថ្ងៃមិនបាច់ទេមិនបាច់កំណត់មួយអាទិត្យកន្លះខែទេបួសថ្ងៃហ្នឹងឲ្យវាស្អែកពិបាកពេកសឹកត្មងក៏បានដែរធ្វើម៉េចឲ្យស្គាល់រសជាតិថាបួសយ៉ាងម៉េចទុបបច្ចញ្ញហ្នឹងវាមិនងាយទុបបច្ចញ្ញទុរភិរមង្គបួសហើយនឹងរសាភ្នោះហ្នឹងឲ្យល្អវាមិនងាយទេណាចាំមិនគេថាពិសេសញាតិញោមដែលសឹកទៅថាគុណហើយនៅរហូតទៅកុំសឹកប៉ុន្តែគាត់សឹកបាត់ទៅហើយសួរថាម៉េចថាបួសស្រួលបើបួសស្រួលគ្មាននៅប្រសក់មួយទេមកបួសទាំងអស់ហើយមែនទេមានអ្នកខ្លះធ្លាប់មកវត្តចឹងទៅឃើញកម្មវិធីបុណ្យម្ដងគេប្រគេនប្រសង់ផ្ទាល់ចឹងអូលោកសបោចង់មកបួសដែរនឹងឲ្យមកបួសដែរសតបួសហាធ្លាប់មានកយមានអីកាលឆ្នាំណាំមកបួសសូមអាត្មាបួសថាបួសកន្លះខែអាត្មាថាមិនបាច់ទេមកទឹកបានហើយកន្លះខែបួសតែ3ថ្ងៃខ្ញុំឲ្យថ្វាយគុំសុំសឹកហើយសួរថាវាយ៉ាងម៉េចឃើញមកវត្តមកអីប៉ុនម្ដងនោះច្រើនលោកសបោហើយដល់បួសហើយស្មានតែមកអង្គុយកន្លែងសក្រាចនោះគេដេញទៅកតុយលោកនេននោះហើយឆាន់មានតន់លោកនេននេះណាគ្រាន់តែងាកលោកនេនរស់អស់នឹងមួយទៀតធ្លាប់តែខ្លួនឯងនៅជាកុហកមានឡានមានអីឃ្លានបាញ់ឆែវទៅទិញរយទៅឃ្លានគោដុតទៅឃ្លានអីដល់ពេលបួសមានពីណាគេឲ្យជិះឡានមិនຕົកនៅផ្ទះហើយធ្លាប់តែណែអបសុកអីជាដើមអញ្ចឹងទៅក្រាអូខេស្ដាប់ចម្រៀងស្ដាប់អីដល់នៅវត្តមានណាលឺតែពិនពេតលឺតែបារាពវៈសោតអង្គុយវាសង្ហេសង្ហោចគុណហើយ3ថ្ងៃដបងថាកន្លះខែអាត្មាថាមិនបាច់កន្លះខែតែមួយអាទិត្យបានអូមិនអីទេកណាទ្រាំនៅមួយអាទិត្យគ្មានទេតែ3ថ្ងៃថ្វាយអង្គមសឹងតន់ធឹងតន់ជឿសួរអាចារ្យនេះបើស្រួលមិនអាចារ្យហ្នឹងទៅរកប្រពន្ធណាឥឡូវគេបានអុកងាអស់ហើយហ្នឹងមិនអុកញ៉ាទេអុកងាកូនខ្ចីអស់ហើយបានអាចារ្យកូនខ្ចីអស់ហើយហ្នឹងអញ្ចឹងបានថាទុបបច្ចញ្ញវាងាយទេទុរភិរមង្គអាការបួសហើយរក្សាបព្វជិឲ្យល្អហ្នឹងវាមិនងាយទៀតហើយសួរថាការបួសតាំងពីចំនួនណាគឺព្រះសម្មាសម្ពុទ្ធអង្គអនុញ្ញាតតែប្រសិនបើជាចំនួនព្រះអត់មានបបាក់អីរៀបចំអីច្រើនទេដូចជាអេហេភិក្ខុជាដើមប៉ុន្តែចំនួននោះគេសិតតែជាអ្នករបៀបលោកប្រៀបដូចជាផ្កាឈូកដែលវានៅក្នុងភក់វាផុតពីភក់វាពាក់កណ្ដាលទឹកផ្កាឈូកមួយទៀតវាហួសពីមាត់ទឹកនៅចាំតែថ្ងៃបើករះរីកឡើងតែម្ដងអញ្ចឹងអ្នកបួសចំនួននោះភាគច្រើនគឺគេសន្សំបុណ្យបារមីដល់កំណត់កាលក៏នៅព្រះសម្មាសម្ពុទ្ធឃើញព្រះអង្គប្រមាលមើលបនិស្ស័យថាបានបព្វជិហើយគ្រាន់តែអ្នកអេហេភិក្ខុខ្ញុំដែរឮដែរគ្រាន់តែអ្នកចូលជាភិក្ខុចោះ
ស្បងស្បៃកើតឡើងឯងជាភិក្ខុហើយដល់យើងចំនួននេះមិនដូចចំនួនមិនដូចផ្កាឈូកដែរវាផុតពីទឹកទេណាយើងនៅរងថ្ងៃនេះក្រោមល្បាប់ទេនឹងហើយហៅថាបើបុគ្គលថាឧក្ខដេតញ្ញូវិបតិវិបច្ចៈតញ្ញូនយៈបតិបរមៈយើងអាទី4នេះវានៅក្នុងបញ្ញារបស់យើងវានៅក្នុងល្បាប់ហើយអានៅក្នុងល្បាប់លូតលើល្បាប់បន្តិចអានឹងងាយណាស់បន្តិចខ្យងបន្តិចក្តាមវាទៅកាត់តកេដាច់ខូចខលអស់ទៅយ៉ាងណាមិញយើងចំណន់នេះជាអ្នកសន្សំដូច្នេះការបព្វជិរបស់កុលបុត្រទាំង4នេះលោកថាមិនងាយទេមិនងាយលះបង់ពិសេសទ្រព្យសម្បត្តិងារឋានៈបុណ្យស័ក្តិដែលញោមបានលើកមិញនេះចូលមកសាងបព្វជិនេះឡើយបើន័យថាងារប្រពន្ធនេះគេនៅសបាយញោមហើយញោមមកបួសដឹងខ្លួនហើយតែបួសហើយដល់ពេលគេទៅផ្ទះវិញអស់នៅទៅជាមួយអនុគាត់នឹងដឹងគ្នាហើយមួយទៀតពិបាកបំផុតអារឿងរៀនធម៌ញោមអារឿងឆាន់នឹងពិបាកមួយសាទៅណាវាមិនសេរីមានកាលមានវេលានឹងមកមុខមួយទៀតពិសេសរៀនធម៌បើអាត្មាបួសពីនេនដបងអូយបួសហើយឃើញតែគេជំនុំចង់ទៅណាស់ប៉ុន្តែទៅត្រូវពាត់ម៉ោង11យប់បានគេឲ្យចូលបន្ទប់មិនដូចឥឡូវរៀនធម៌កសបទេញោមទាំងវត្តគេវត្តអាត្មាវត្តអីលោកឥឡូវរៀនធម៌កសបរៀនមើលទូរស័ព្ទរៀនមើលទូរស័ព្ទបើចំនួនមុនគ្មានទូរស័ព្ទទេចែកតែធូបមួយទេញោមល្ងាចឡើងតែម៉ោង5 6ល្ងាចគេចែកកពោតឲ្យរៀនឲ្យស្រែកហើយរៀនឲ្យស្រែកមែនណាស្រែកប៉ុណ្ណឹងគ្នាដូចគេហៅដូចហ៊ីងហងហើយតែកពោតណាមិនលឺទៀតអាកពោតនឹងត្រូវប៉ុណ្ណឹងចៅអតិកានឹងអង្គុយមុខកត់នោះចាត់ដៃឆាប់ទេអីគ្មានអីឆាន់ទេចំណន់នោះមានអីទេមិនដែលមានទឹកបបទឹកដោះគោមកកំប៉ុងទេបើតែកន្លះខែហើយគ្មានកោកាគ្មានអីទេតាមស្រុកស្រែយើងចំនួនព្រះអង្គសងអីមិននិយាយចំនួនតាទេចំនួនតាសង្គមនោះហើយតែចំនួនក្រោយហ្នឹងក៏អត់ដែរតាមស្រុកតាមស្រែហ្នឹងបងហើយចំនួននោះចំនួនដែលបួសបើថារៀនធម៌ប៉ុណ្ណឹងទេហើយបើថាតលធម៌ទេឯងបែកញើសប៉ិនក្របពោតបើឥឡូវសម័យនេះឯងតលអីតលទៅលោកគ្រូឯងសូត្រអីសូត្រទៅបរតនតាម5000ដូចគ្នាអាសូត្រក៏5000អាតលក៏5000ដែរសូត្រហត់តែឯងទៅក៏អាត្មានៅ4នៅញោមហើយចូលរៀនប៉ុណ្ណឹងនេះលួចរៀនណាហើយបងថ្ងៃសិលឡើងឆាន់ញោមមកអង្គុយមុខតលោកណាបាក់ធោះហើយចាំមើលបែកញើសឲ្យញោមនឹងអត់ទៅផ្ទះទេនៅទេសនាសិនហើយពិសេសនៅមិនអាចារ្យស្រុកហ្នឹងទៅណាអាចារ្យស្រុកអាត្មានោះយើលោកកូនពីណានក៏ខ្ជិលរៀនមកដែរអាគេមធ្យមងុំអាគ្នាឯងណាចាក់ចូលញោមប្រុសញោមស្រីដាក់មុខចុះចាំមើលលែងឃ្លានបាយទៅហ្មងចាប់តែពេលហ្នឹងទៅលោកណាដែលគេសោតចប់ម៉ែគេទៅផ្ទះអស់យើងតលធរហ្នឹងម៉ែឲ្យនៅទេសនាសិនបង្អាប់ចឹងថាមិនងាយទេញោមចឹងសូមប្រសើរការលះបង់របស់លោកអុកញ៉ារបស់កុលបុត្រទាំង4រូបដែលមានសទ្ធាជ្រះថ្លាហើយមិនមានអ្វីវែងឆ្ងាយទេណាញោមគ្រាន់តែលើកប៉ុណ្ណឹងហើយបន្ទាប់ទៅមានកិច្ចបួសកិច្ចអីនៃសិក្សាបន្តទៅទៀតព្រោះកិច្ចការសិក្សានេះមិនមែនសិក្សាតែមួយថ្ងៃមួយពេលនឹងចប់ទេ
នឹងគ្រាន់ជាកិច្ចសង្ខេបប៉ុណ្ណឹងចឹងហើយអានិសង្ឃនៃការសាងបព្វជិលោកសម្ដែងថាឧបនិស្សរណាចឹងយើងបួសនេះបួសរលាស់ចេញចាកនៅសេចក្តីទុក្ខយើងឃើញថាសពសត្វទាំងអស់មានកើតចាស់ឈឺស្លាប់វិលវល់ក្នុងវដ្តសង្សារហើយព្រះអង្គលោកឃើញទេវទូតទាំង4ជាអ្នកបព្វជិរួចចេញពីទុក្ខទាំងឲ្យបានបព្វជិចឹងដោយពេលវេលាភ្លៀងក៏មកដែរសូមប្រគេនពរដល់ព្រះអនុគន្ធស្រុកកំពង់រោបកណាគ្រប់អង្គឯកឧត្តមលោកជំទាវសូមស្ដំប្រកបជួបប្រទេសតែពុទ្ធពរទាំងឡាយគុណកាអាយុវណ្ណៈសុខៈពលៈអាយ៉ាងសង្ឃពេណសមត្តាធម៌ទេសនាក្នុងឱកាសបួសកលបុត្រនេះសន្មតថាបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំង